ចាថ្ងៃនេះគឺនាំអ្នកទាំងអស់គ្នាមកទស្សនានៅវីដេអូកម្រអនុស្សាវរីយ៍របស់ក្រុមគ្រួសារនាងខ្ញុំទាក់ទងជាមួយនឹងដំណើរកម្សាន្តជាលើកដំបូងតែម្ដងចាគឺទៅប្រទេសវៀតណាមចាតែប្រទេសវៀតណាមគឺខាងក្រុមនាងខ្ញុំក៏ធ្លាប់ទៅដែរតែមិនមែនទៅលក្ខណៈដើរលេងទេគឺយើងទៅពេទ្យតែលើកនេះគឺដើរលេងជាក្រុមតែម្ដងចាចឹងអញ្ជើញអ្នកទាំងអស់គ្នាមកទស្សនាថាតើក្នុងរយៈពេល4យប់5ថ្ងៃក្រុមគ្រួសារនឹងខ្ញុំតើធ្វើដំណើរទៅប្រទេសវៀតណាមហ្នឹងតើនឹងទៅលេងនៅកន្លែងណាខ្លះចាសូមជើញទស្សនាទាំងអស់គ្នាវគ្គទី1ចាកន្លែងនេះកូនប្រុសទី2ខ្ញុំគាត់យំជឿតែយំរឿងអីទៅប្រាប់ថាគាត់ពឹងវិជាចុះគាត់ដែរជាយន្តហោះហើយគាត់អត់ដឹងថាតែជិះទៅពេលដែលយើងឡើងទៅលើវាសម្ពាធទៅគឺតម្រូវឲ្យយើងអាសាលេទឹកមាត់ឬញ៉ាំទឹកចឹងណាតែគាត់អាឡែទៅផ្លឹកគាត់ព្រមញ៉ាំទឹកគាត់ព្រមនេះទឹកមាត់ទៅធ្វើឲ្យហឹងវិជាខ្លាំងទៅយំបដ ாய் អត់ដែរជាយន្តហោះជិះលើកទី1យំចានេះគឺយើងបានមកដល់ពលានយន្តហោះអន្តរជាតិហាណូយចាអញ្ចឹងរឿងដែលយើងត្រូវធ្វើដំបូងនេះគឺយើងត្រូវទិញស៊ីមទូរស័ព្ទដើម្បីឲ្យមានអ៊ីនធឺណិតចាហើយក៏ដូចជាជួលឡានដើម្បីគេជូនយើងទៅប្រទេសកន្លែងណាដែលយើងចង់ទៅចាហើយឆ្លៀតពេលនឹងផងដែរនឹងថារងចាំឡានគឺយើងឆ្លៀតញ៉ាំអាហារថ្ងៃត្រង់ចាហើយដើម្បីធ្វើដំណើរបន្តទៅទៀតចានេះគឺឡានមកដល់ហើយចាអញ្ចឹងយើងត្រៀមដើម្បីរៀបចំឲ្យបានដាក់ពូតឡានហើយក៏ចេញដំណើរទៅដើរលេងចាកន្លែងនេះកូនប្រុសបើខ្ញុំអស់គុយមួយត្រៀបនេះប៉ាខ្ញុំគាត់ទៅទិញនំត្រៀបក៏ប៉ុណ្ណាហើយសូមឆ្ងាញ់អត់ឆ្ងាញ់ទេចាញ់របស់ខ្មែរយើងឆ្ងាញ់ជាងហើយក៏រត់នំត្រៀបឃើញឆ្អែតបាយ5ថ្ងៃអូខ្ញុំមកដែរអឺនេះផ្លែកងដីមកទីវ៉ាវនោះទេណាdài không em Gần hết rồi chị. mà đi xe bay trường dạ món nè wow tinh muối vậy gọi là pẹ nè này đấy lên là nồng thịt bạc chậm đây mơ mới làm chờ chè cách chân cách đây nồng làm nồng từ câu màu Ngon. Rồi. Lên cho nó rồi. Ngon rồi. làm cái chuyện u mà lúc trao mất. Dân người ta đi buộc buổi tối người ta đi chơi đấy, người Việt đấy.
chơi dục bán cái đa lên dục cái đa dục nè cái dục á đấy là hai đứa hai bà con ở đây đi dục lên là đi ចាបន្ទាប់ពីយើងបានមកដល់សប្តាហ៍ហើយគឺយើងចូលទៅហាងញ៉ាំអាហារពេលល្ងាចចាអញ្ចឹងម្ហូបប្រចាំហាងហ្នឹងគឺគេហៅថាស៊ុបសេះចានិយាយទៅអ្នកនៅសាប៉ានហ្នឹងភាគច្រើនគឺស៊ុបសេះឬក៏សាច់សេះអីហ្នឹងគឺម្ហូបប្រចាំតំបន់របស់គេចាចានេះគឺស៊ុបត្រីសាម៉ុនហើយមួយមុខទៀតហ្នឹងគឺគេហៅថាស៊ុបសេះចាដែលជាម្ហូបប្រចាំហាងរបស់គេតែម្ដងចាចាបន្ទាប់ពីយើងបានញ៉ាំអាហារពេលល្ងាចរួចរាល់ហើយគឺយើងធ្វើដំណើរដើម្បីទៅរកចាសន្តាគារដែលយើងបានកក់ចានេះគឺយើងបានមកដល់សន្តាគាររបស់យើងដែលយើងបានកក់រួចរាល់អញ្ចឹងគឺយើងនាំគ្នាចូលទៅកាន់បន្ទប់រៀងៗខ្លួនចាដើម្បីសម្រាប់យកកម្លាំងស្អែកយើងបន្តដំណើរទៅទីកន្លែងដែលយើងនឹងត្រូវទៅលេងកម្សាន្តចាគឺកូនប្រុសទាំង3របស់ខ្ញុំនេះគឺគេងលក់ស្រួលខ្លាំងណាស់ហើយចំណែកខ្ញុំវិញគឺខ្ញុំងើបពីព្រលឹមដើម្បីឆុងកាហ្វេផឹកចាហើយទៅគយគន់ទេសភាពលក្ខណៈរ៉ូម៉ាន់ទិកពីអ្នកស្វាមីចាហើយសម្រាប់ខ្ញុំជាមនុស្សស្រីគឺខ្ញុំងើបម៉ោង5កន្លះណាចានេះគឺម៉ោង5កន្លះភ្លឺចាស់ចាហើយដោយសារយើងណាត់ឡានហ្នឹងគឺម៉ោង8ចាអញ្ចឹងគឺយើងត្រូវរៀបចំខ្លួនម៉ោង7ហើយយើងទៅស្រស់ស្រួលអាហារពេលព្រឹកហើយយើងចេញទៅម៉ោង8ដើម្បីទៅដល់ទីតាំងកន្លែងកម្សាន្តរបស់យើងបើមិនចឹងតិចគឺខាតពេលចាអញ្ចឹងយើងត្រូវតែរួចរះចានេះពេលចឹងប៉ាបងឯងមិនកូនទៅអាប៉ុនគ្នាខ្ញុំទេចាតទៅពីរៀបចំខ្លួនរួចរាល់ហើយគឺយើងដើរសំដៅមកជាន់ខាងលើដើម្បីស្រស់ស្រួលអាហារពេលព្រឹកជាលក្ខណៈ buffet ចាអញ្ចឹងគឺយើងញ៉ាំអីឲ្យឆ្អែតហ្នឹងគឺយើងធ្វើដំណើរតទៅទៀតចាហើយសម្រាប់ការកក់សន្តាគារគឺអ្នកទាំងខ្ញុំរីករាយទាំងអស់គ្នាកក់សន្តាគារណាដែលមានអាហារពេលព្រឹករួចរាល់ចាស្រាប់ចឹងទៅស្រួលយើងបាយហត់ទៅរហើយរញ៉េរញ៉ៃទៀតចាហើយខាងពេលវេលាយើងអញ្ចឹងគឺយើងរកសន្តាគារណាដែលគេផ្ដល់អាហារពេលព្រឹកឲ្យទៅយើងងាយស្រួលផងជាលក្ខណៈគ្រួសារនេះគឺយើងមានក្មេងមានមនុស្សចាស់អញ្ចឹងគឺមានអាហារពេលព្រឹករួចរាល់គឺវាស្រួលសម្រាប់យើងណាចាអញ្ចឹងគឺទៅពីស្រស់ស្រួលអាហារពេលព្រឹកហើយគឺយើងមកទិញកាហ្វេនៅក្បែរសន្តាគារតែម្ដងចាកាហ្វេនេះគឺអត់បានទេតែបើយើងញ៉ាំកាហ្វេនៅកន្លែង buffet ក៏មានកាហ្វេដែរប៉ុន្តែគ្រាន់តែវាអត់ឆ្ងាញ់ចាអញ្ចឹងគឺយើងមកទិញនៅជាប់សន្តាគារគឺកាហ្វេនេះរសជាតិឆ្ងាញ់កាហ្វេប្រចាំហាងរបស់គេហ្នឹងគឺកាហ្វេអំបិលចាកាហ្វេអំបិលចាយកគាត់ទៅគាត់Lẹ chặn nước không? Đây nó cũng là một điểm du lịch, đây nó chỉ có đọc cái thác này. Mày tay Tài ớt Hello, nó tay bóng này Em á, mà em mới mà em mới gì mà xài mà em Tăng ta. Đấy, mình buồn đấy. Bồi pi bầy. Chứ mấy cái thơ pre rụt có nhỉ. Ủa, thầm chơ cắn đó. Con cắn nằm chơ mình tên mày.
đây ចានៅពេលដែលយើងមកដល់សាប៉ាដំបងកន្លែងទីមួយដែលយើងទៅហ្នឹងគឺទៅមើលស្ពានកញ្ចក់ប៉ុន្តែចង់ជម្រាបជូនអ្នកទាំងអស់គ្នាថាប្រសិនបើអ្នកទាំងអស់គ្នាទៅសាប៉ាគឺអ្នកទាំងអស់គ្នាគួរតែទៅកន្លែងដែលយើងជិះcable car មុននៅជិះទៅលើភ្នំ Fancy Fun ហ្នឹងដើម្បីយើងមើលទេសភាពចានៅលើកំពូលភ្នំមុនអានឹងយើងចំណេញពេលជាងកុំឲ្យដូចពួកខ្ញុំអត់ដឹងដល់ពេលទៅយើងទៅមើលស្ពានកញ្ចក់គ្រាន់តែចំណាយពេលទៅមើលស្ពានកញ្ចក់ហ្នឹងគឺវាយូរអញ្ចឹងទៅពេលថ្ងៃឡើងគឺយើងចេញមកជិះcable car ហ្នឹងគឺវាហួសម៉ោងគេបិទអញ្ចឹងយើងត្រូវចំណាយពេលកន្លះថ្ងៃពេលព្រឹកដើម្បីទៅជិះខ្សែរវិញតបបន្លំឡើងបានទៅជិះហើយទៅពួកខ្ញុំក៏ចេញពីការមើលស្ពានកញ្ចក់ហ្នឹងហើយគឺអត់មានជំរើសដោយសារ cable car គេបិទអញ្ចឹងពួកខ្ញុំក៏នាំគ្នាទៅកន្លែងគេហៅថាតំបន់ជនជាតិវិញចានៅពេលដែលយើងបានទិញប្រវត្តិរួចរាល់យើង scan ចូលហ្នឹងគឺយើងត្រូវអង្គុយចាំចរាយន្តដើម្បីឡើងទៅដល់លើស្ពានកញ្ចក់ហ្នឹងចានេះយើងគឺមកដល់ស្ពានកញ្ចក់អញ្ចឹងមុននឹងយើងដើរនៅលើស្ពានគឺគេតម្រូវឲ្យយើងពាក់ស្បែកជើងចានេះវាមិនមែនដូចស្បែកជើងវាដូចជាកណ្ដាលប៉ុន្តែគាត់ថាបាតវារៀងស្អិតអញ្ចឹងណាវាការពារការល្អចាហើយស្ពានកញ្ចក់នេះគឺវែងហើយនៅពេលដែលយើងទៅដល់ហ្នឹងកន្លែងដំបូងគឺវានៅទៀមឡើយមានថាយើងឡើងទៅដល់វាខ្ពស់ស្រាប់ហើយប៉ុន្តែយើងត្រូវឡើងទៅប្រហែលជា3តង់ទៀតទម្រាំទៅដល់កម្ពស់ខ្ពស់បំផុតណាចឹងនៅពេលយើងឡើងកាន់តែខ្ពស់កាន់តែមានអារម្មណ៍ថាដូចស្រាវទៅវាយើងញើតហើយគាត់ថាបើយើងមើលទៅក្រោមអានេះរៀងខ្លាចដូចទៅយើងមើលរៀងឆ្ពោះទៅមុខចឹងទៅអត់សូវអីទេយើងដើរស្ពានកញ្ចក់យើងចង់ថាយើងទៅមើលទៅហ្នឹងអត់ទៅញ័រជើងតែយើងនៅទៅphải có mạng mà nói mình không đứng nào rồi មើលតែបោញ័រជើងមើលទៅលើអត់ដល់ជើងហ្នឹង mình đi khóc đó អត់លើទេណោះចានៅពេលដែលយើងឡើងមកគឺវាមានថ្នាក់វាអញ្ចឹងគឺយើងឡើងបន្តតាមចដាឡើងរហូតពីថ្នាក់ទៀតចាតម្រាំទៅដល់កំពូលតែក៏សូមសរសើរក្រុមគ្រួសារនឹងខ្ញុំចាទាំងចាស់ទាំងក្មេងគឺអត់មានការភ័យខ្លាចឬញញើតអីសោះគឺដើរថយធម្មតាប៉ុន្តែសម្រាប់ភ្ញៀវទេសចរផ្សេងគឺអ្នកខ្លះក៏គាត់ញ័រជើងខ្លះដែរនៅពេលយើងមកដល់កំពូលចាអញ្ចឹងនៅពេលយើងឡើងមកដល់កំពូលភ្នំនេះគឺថាស្អាតទេសភាពគឺស្អាតមែនទែនហើយឡើងត្រជាក់ចាអូយស្អាតម្ល៉េះនេះគឺយើងមកដល់កំពូលហើយអញ្ចឹងគឺយើងដើររកផ្លូវចុះទៅវិញចានេះគឺផ្លូវចុះទៅវិញចាពេលពេលយើងចុះទៅដល់ក្រោមនេះគឺវាមានកន្លែងថតរូបថតអីផ្សេងទៀតចឹងណាចាស្អាតដែរចានេះវាសិនអ្នកចេះថតគឺថតជំនាញនោះគឺឃើញថតគឺស្អាតចាហើយនេះខ្ញុំមានបងអូនថ្លៃខ្ញុំកូនប្រុសខ្ញុំហើយជាមួយនឹងខ្ញុំចាគឺក្លាហានខ្លាំងណាស់គឺជីរ៉ចាអានេះអ្នកទី1គឺកូនប្រុសរបស់ខ្ញុំចាគឺគាត់ជីរចុះមកដោយសារយើងឡើងទៅវាខ្ពស់ពេកចាឡើងទៅដល់ពីចង់ខ្ពស់ពេកអញ្ចឹងអ្នកខ្លះក៏គាត់ជីអាហ្នឹងទៅតម្លាក់ខ្លួនមកវាដល់ដីត្មងវាលឿនណាចាព្រោះយើងឡើងនោះសម្ពាធខ្លាំងយើងឡើងហត់ឡើងទៅលើកំពូលភ្នំមកថ្នាក់ហ្នឹងហត់ចឹងទៅពេលយើងចុះមកវិញតាមថ្នាក់មកវាចឹងដល់វគ្គចុងក្រោយគឺយើងអាចជីអាហ្នឹងចុះមកបានវាលឿនជាងហើយតែសម្រាប់អ្នកដែលគេអត់ខ្លាចទេណាចាតែដូចខ្ញុំអីហ្នឹងធម្មតាជីទៅលឿនមកវឹបដល់ដើរចូលវិញគឺរៀងហត់ដែរហ្នឹងណាតែសើកូនខ្ញុំមកក្លាហានហ៊ានជីដែរចា
ចឹងប្រពយើងជិះររួចរាល់ហើយគឺយើងចេញឡានចាដើម្បីចុះពីទីតាំងស្ពានកញ្ចក់ហ្នឹងចាហើយគឺយើងឆ្ពោះទៅរកកន្លែងហូបបាយសិនចាហើយនេះគឺយើងជិះទៅកាន់កន្លែងហូបបាយតែគាត់ថាកន្លែងហូបបាយខ្ញុំបានថតជាម្ហូបអីទេគាត់ថានៅនេះគឺគេអត់មានរូបភាពឲ្យយើងមើលទេគឺយើងគេដាក់អក្សរនេះឲ្យយើងទៅមើលអក្សរមានម្ហូបអីខ្លះយើងកំងខ្លួនឯងតែគាត់ថាខ្ញុំអត់បានថតរូបម្ហូបអីទេព្រោះដោយសារ clean ពេកជើងអត់មានកម្លាំងថតចាហើយយើងពេលញ៉ាំរួចមកគឺខ្ញុំ direct ទៅកន្លែងតែជាភូមិជនជាតិចាគឺយើងតែងខ្លួនលក្ខណៈបែបជនជាតិដើមម្ដងចានេះចាប់យើងតែងខ្លួនរួចរាល់ហើយគឺយើងជិះម៉ូតូដើម្បីចុះមកដល់ផ្នែកខាងក្រោមចាមានទឹកជ្រោះមានទេសភាពផ្សេងៗក៏ដូចជាមានភូមិជនជាតិហ្នឹងចាគឺគេមានសម្ដែងនៅរបាំផ្សេងៗដើម្បីឲ្យយើងមើលចាហើយនេះគឺរបាំជនជាតិគេសម្ដែងនៅលើនឹងឲ្យយើងមើលរហូតតកតុយគ្នារហូតចឹងណាម៉េចអត់តាបងថាតាឈានជើងមួយតែមកឲ្យថតដកខ្លួនគេឈានជើងមួយតែមកគេថាជាគេតាអានេះចង់ស្វែងឲ្យត្រូវហ្មងប្រឹងញ៉ៅប្រឹងម៉េចកាន់បាទអត់កាន់ស្រាអត់កាន់ម្សៅកាន់ម្សៅមកចាប់ហើយនេះគឺយើងសាឡបងតាសិនកិននំបញ្ចុកទេប្រហែលកិនដែរហ្នឹងហើយនេះគឺកន្លែងនេះគឺនាំគ្នារួមចាមានរបាំជនជាតិនេះគឺយើងរួមជាមួយជនជាតិគាត់ជួយបរៀនយើងរួមអញ្ចឹងមានអីចម្រើនយ៉ាងពីរំលបាំជនជាតិម្នាក់មួយហើយនាំនេះក៏វីកវត្តបន្តិចទៅដើម្បីចាំបង្ហាញថាសពុតគេវីកវត្តទៅធំប៉ុណ្ណាអញ្ចឹងណានាំនេះវីកវត្តគ្រប់គ្នាម៉ែខ្ញុំផងបងថ្លៃខ្ញុំផងអ៊ីខ្ញុំមួយម៉ែខ្ញុំគេទៅសងគ្នាក៏វីកវត្តសពុតចាអញ្ចឹងដំណើរទៅកាន់ភូមិជនជាតិនេះគឺយើងបានចប់ហើយចាអញ្ចឹងនៅពេលដែលយើងចប់គឺយើងចាប់ផ្ដើមចេញឡានដើម្បីមករកអីញ៉ាំទៀតហើយចានេះគឺខ្ញុំបានថតម្ហូបគេដែរគឺច្រើននៅសាប៉ាហ្នឹងគឺគេញ៉ាំម្ហូបប្រចាំរបស់គេគឺសាច់សេះចានេះយើងឈានចូលដល់ថ្ងៃទី2ចាថ្ងៃទី2នេះគឺព្រលឹមឡើងនោះគឺយើងរៀបចំអីវ៉ាន់រួចរាល់ដើម្បីយើងឡើងឡានហើយគឺយើងធ្វើទៅកាន់កន្លែងខេបបូខាដើម្បីយើងជិះណាដោយសារកាលពីម្សិលហ្នឹងគឺយើងអត់បានជិះចឹងយើងមើលពីព្រលឹមដើម្បីទៅជិះវិញអញ្ចឹងកុំឲ្យខាតគឺយើងជញ្ជូនអីវ៉ាន់ហើយចាអញ្ចឹងដើម្បីនៅពេលដែលយើងមើលរួចរាល់ហើយចាទៅខេបបូខានៅរួចរាល់ហើយគឺយើងចេញដំណើរបន្តទៅកន្លែងទី2ដែលជាគោលដៅរបស់យើងវិញអញ្ចឹងកុំឲ្យវាខាតគឺយើងកុំឲ្យពិបាកចូលមកសន្តាគារវិញគឺយើងរៀបចំអីវ៉ាន់ដាក់ឡានហើយចាទៅពេលដែលយើងមើលចប់គឺយើង direct ទៅកន្លែងទី2របស់យើងតែម្ដងចានេះគឺយើងមកស្ថានីយ៍សម្រាប់ការទិញសំបុត្រក្នុងការចូលទៅចាអញ្ចឹងសម្រាប់សំបុត្រនេះ
គឺវាមានបែងចែកជា2ទី1គឺយើងជិះតែរថភ្លើងសម្រាប់មើលទេសភាពទេចាហើយមួយទៀតគឺយើងទិញបន្តរហូតដល់ជិះ cable car ហ្នឹងតែម្ដងនៅលើកំពូលភ្នំតែនៅពេលដែលយើងទិញនេះគឺមានតែខ្ញុំម៉ាក់ខ្ញុំបងអូនថ្លៃខ្ញុំទេដែលគាត់ទៅណាចាតែពេលហ្នឹងគឺអត់ហ៊ានចាហើយណាមួយវាមានក្មេងៗផងវារៀនពិបាកចាហើយមនុស្សចាស់ប៉ាខ្ញុំគាត់ចាស់ចឹងទៅក៏អត់ហ៊ានឡើងជិះដែរចាអញ្ចឹងដោយសារនៅ cable car ហ្នឹងគឺវាខ្ពស់ខ្លាំងចាការជិះ cable car ឡើងទៅលើកំពូលភ្នំហ្នឹងដោយសារភ្នំនោះវាខ្ពស់ចាខ្ពស់ចាកម្ពស់វារហូតដល់3143ម៉ែត្រចាអញ្ចឹងសម្រាប់អ្នកដែលគាត់មានជំងឺបេះដូងឬក៏មានបញ្ហាឆាប់ខ្លាចឆាប់អីគឺគេអត់ឲ្យជិះទេចាដោយសារវាខ្ពស់ខ្លាំងអញ្ចឹងណានោះចាំជិះទៅរោខ្លាំងចាំខ្លាំងOh my god ដាក់ចានេះគឺយើងចូលទៅដល់ក្នុង cable car ចានៅពេលដែលចេញដំណើរដំបូងហ្នឹងវារៀងខ្ពស់ដែរតែវាមិនសូវជាភ័យប្រហែលនេះជិះទៅធម្មតាចាប៉ុន្តែគ្រាន់ថាកម្ពស់វាអត់ direct ពីទីតាំងដែលយើងចាប់ផ្ដើមរហូតដល់ចុងកំពូលភ្នំបរោយទេគឺវាឡើងម្ដងមួយកលៈវានឹងគឺកាន់តែខ្ពស់ទៅអញ្ចឹងនៅពេលដែលវាឡើងកាន់តែខ្ពស់ទៅគឺវាសម្ពាធខ្លាំងចាហើយវារៀងហឹងតិចចាសម្ពាធទេបងមិនឲ្យជិះ对，哦，你到来不多，上路面。多久干没机？过什么钟？搭个4分，还没有，我们大概10点上车。อันนี้คือหัวเหรอไม่จะดับอันนี้ไม่ไปเตะไม่ตายแล้วเราประกวดจบเปล่าอย่างน้อยซ้อนไม่หรอกน้อยซ้อนแต่ยังไม่ก็เอาđang lại sợ dân tới ta đôi bị hai cục pê là màu nó mà hai đứa mềm kèn cục pê đó đi từ đang ta đi từ đi cho chả đôi bị mơ máu từ tháng cục pê chỉ cần thì nó bắt mềm đi cho anh biết tháng mơ ta mà viên quê cái này thà cái này anh mơ khơi cục pê nó chậm thành gì hai vị thà bị lắm đây chắc còn nói một lắm đơn đấy đó hay gì cái chồng hay gì chi đây mà biết chỉ tự nó rất viên ở đây người này đặt tầng chồng của mày đang tuổi tên bé mà này mày sai mình đọc tiếp sang tiếp đi canh tại tầng anh canh tại cuốn canh tầng tao nhìn thôi chân nó khó ủa sao to to màចាត្រង់កន្លែងនេះគឺយើងឡើងដល់ចំណុចខ្ពស់បំផុតហើយចាអញ្ចឹងចន្លោះពេលដែលយើងឡើងហ្នឹងគឺវាវាឡើងតិចហើយអាប់មើលអីអត់ឃើញទេចានិយាយទៅថ្ងៃដែលយើងជិះ cable car ហ្នឹងគឺវាដោយសារយើងជិះនៅក្នុងរដូវរៀងភ្លៀងដែរអញ្ចឹងវាចុះអាប់អញ្ចឹងយើងមើលអីអត់សូវឃើញទេតែបើសិនជាករណីយើងជិះនៅខែរដូវក្តៅវិញគឺនៅពេលដែលយើងឡើងដល់កំពូលចុងបំផុតហ្នឹងគឺយើងនឹងមើលឃើញសមុទ្រពពកហើយស្អាតខ្លាំងតែម្ដងចា
ហើយនៅពេលដែលវាជារដូវក្តៅអញ្ចឹងទៅវាធ្វើឲ្យមេឃវាស្រឡះទៅពពកវានៅក្រោមភ្នំនឹងទៀតអញ្ចឹងមើលទៅបើយើងមើលពីកំពូលភ្នំនឹងទៅមើលទៅដូចសមុទ្រពពកអញ្ចឹងហើយរូបព្រះអង្គរូបព្រះចាព្រះដ៏ធំជាងគេហ្នឹងគឺអណ្ដែតនៅលើពពកនឹងតែម្ដងចាយើងមើលមកគឺអណ្ដែតតែដោយសារខ្ញុំមកនេះវាចំរដូវវាភ្លៀងដល់ពេលអញ្ចឹងទៅវាធ្វើឲ្យវាមានអាប់ពេលយើងឡើងទៅលើនេះវារៀងមើលវាអាប់ឃើញអាប់ចឹងណាចាដែលអ្នកទាំងអស់គ្នាឃើញចឹងណានេះរបាំប្រពៃណីគេលេងនៅលើកំពូលភ្នំឲ្យយើងមើលតែសារអ្នករាំហ្នឹងមេតិចខ្លាំងពួកគាត់គេឲ្យក្រាស់ឲ្យក៏រាំមើលទៅម្យ៉ាងមកគាត់ដែរហើយជាធម្មតានៅលើកំពូលភ្នំអញ្ចឹងគឺតែងតែមានគេសង់ជាពហិឬក៏ជាព្រះអង្គអីអញ្ចឹងគឺខ្ញុំចូលទៅថ្វាយបង្គំដើម្បីសុំសេចក្តីសុខសប្បាយចានឹងគឺយើងអាចចោលបរិសាកន្លែងនេះស័ក្តិសិទ្ធិនៅកំពូលភ្នំខ្ពស់មែនតែនបដ ாய் ចាហើយអញ្ចឹងទៅយើងក៏ទៅសុំសេចក្តីសុខសប្បាយទាំងអស់គ្នាចានេះគឺពួកខ្ញុំទាំង3នាក់មកឆតរងជួរដើម្បីឡើងទៅកំពូលភ្នំបដ ாய் យើងត្រូវជិះរទេះភ្លើងឡើងទៅមកតង់ទៀតហ្នឹងណាបណ្ដាលកំពូលភ្នំវាតែម្ដងណាចាអញ្ចឹងគឺយើងតរងជួរឲ្យមនុស្សច្រើនណាបជ្រៀតគ្នាដូចផ្ទះកន្លែងហ្នឹងគឺអស់សំណោចដូចតែចង់ឲ្យជិះផ្ទះអត់ចេះសាច់អត់នេះបណ្ដោះគោមកដល់ចប់តែអានេះដាក់គាត់បន្លែមករលមកតាមខោអត់ទៅរួយហើយទៅលេងកូនទៅពីប្រទេសវាកាហាក់កូននោះវាខំទៅជិះឯងមកយេនៅថាទីផុតមកដល់កំពូលភ្នំទីផុតគឺយើងបានឡើងមកដល់កំពូលភ្នំដែលមានកម្ពស់3143ម៉ែត្រចាខ្ពស់ខ្លាំងមែនតើនៅលើហ្នឹងគឺអាប់មើលឃើញបើយើងមកខែដូចជាខែក្តៅយើងអាចមើលឃើញនេះយើងអាចមើលឃើញសមុទ្រពពកគឺស្អាតខ្លាំងតែដោយសារយើងមកចំរដូវរៀងភ្លៀងដែរអញ្ចឹងទៅវារៀងចុះអាប់ច្រើនហើយណាមួយនៅខែហ្នឹងគឺមានអ្នកទៅកំសាន្តចឹងដោយសារវាចំពេលវ៉ាកងរបស់ខាងប្រទេសវៀតណាមដែរអញ្ចឹងទៅមនុស្សទៅច្រើនមែនតើចានេះគឺនៅពេលយើងមើលនៅខាងលើនោះដូចហ្នឹងគឺយើងរងចាំប្រទេសភ្លើងដើម្បីយើងជិះត្រឡប់ទៅជិះcable car ត្រឡប់ទៅកន្លែងដើមដែលយើងវិញចានេះគឺយើងត្រឡប់ចុះមកវិញចាអញ្ចឹងនៅពេលដែលចាប់ចុះវិញនេះអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺនៅពេលយើងចុះមកនោះគឺវាល្ងឹតអញ្ចឹងវាចុះអត់ទៅយើងមើលអត់ឃើញដោយសារវាខ្ពស់ខ្លាំងអញ្ចឹងមើលទៅវាដូចនៅក្នុងពពកអញ្ចឹងវាសិតតែជាអាប់អញ្ចឹងយើងមើលអត់ឃើញទេទៅពេលអ្នកទាំងអស់គ្នាឡើងទៅលើភ្នំហ្នឹងគឺកុំភ្លេចឲ្យសោះយើងយកផែនទីទៅកុំឲ្យដូចពួកខ្ញុំដែលឡើងដល់ពេលទៅពេលនៅក្រុមឃើញកន្លែងទៅច្រើនតែដោយសារយកផែនទីទៅចុះមកវាប្រជ្រះណាមួយវាចុះអាប់ផងមើលអត់សូវឃើញអញ្ចឹងទៅក៏អត់បានទៅកន្លែងដែលមានព្រះធំស្អាតជាងគេហ្នឹងអត់បានទៅស្ដាយដែរតែមិនដឹងធ្វើម៉េចយើងពោះពេលហើយកន្លែងនេះបងប្រុសដែលអង្គុយក្បែរខ្ញុំហ្នឹងមានគាត់ធំដល់ពេលគាត់ហត់គាត់ទៅគាត់សម្ញានដល់ពេលគាត់សម្ញានទៅលេងធ្លាក់របស់គាត់ដុកខ្ញុំភ័យឡើងស្លេដល់ពេលទៅគាត់រើអោនទៅគាត់មានធំរើអោនទៅចង់ផ្អៀងរភ័យឡើងស្លេដោយសារគាត់ចឹងនៅពេលដែលយើងជិះ cable car រួចហើយយើងចុះមកវិញគឺយើងដើរសំដៅទៅរកកន្លែងហូបបាយចាគឺយើងទៅញ៉ាំអាហារ buffet ចាដោយសារយើងទិញសម្បត្តិនេះគឺវាមានគ្រប់ទាំងអាហារ buffet អមសិតចាក្នុងម្នាក់នោះដូចជាអស់50រៀលជាងទាំងជិះ cable car ជិះ train ជិះអីឡើងទៅដល់1វគ្គ2វគ្គខាងលើហ្នឹងណាចាអញ្ចឹងគឺយើងវាមានបូកអាហារ buffet ឲ្យដែរចាចឹងគឺយើងឡើងទៅយើងមកហោះខ្យល់ដែរហ្នឹងដល់ពេលចុះវិញឃ្លានល្មម
មានណាខ្ញុំ3នាក់ម៉ាក់ខ្ញុំហ្នឹងញ៉ាំយកមកឆ្អែតឡើងហល់Trời đã rồi Nghe con ngồi tao trong tôi một mình mày ai ở đây hả ចាបន្ទាប់ពីយើងបានញ៉ាំហាថ្ងៃក្រោយរួចរាល់ហ្នឹងគឺយើងចុះត្រឡប់មកវិញហ្នឹងគឺគេមានការសម្ដែងជាចម្រៀងក៏ដូចជារបាំផ្សេងចាបែបប្រពៃណីរបស់ជនជាតិហ្នឹងគឺឲ្យយើងមើលចាអញ្ចឹងក៏ឆ្លៀតឈរចាំមើលបន្តិចទៅចាvới xong phiên hiện tại nhưng tình mai là gọi nó kia rồi con đôi chim chỉ được cái mai là gọi gì đó à một chia rồi mai nữa không nhau nghe rằng mày đài à nhảy nhảy tí ចាសម្រាប់ដំណើរកម្សាន្តរបស់ក្រុមគ្រួសារនៃខ្ញុំនៅសាប៉ារយៈពេល2យប់3ថ្ងៃគឺត្រូវបានបញ្ចប់ចាអញ្ចឹងគឺយើងរៀបចំដើម្បីធ្វើដំណើរទៅវគ្គទី2ចាទៅកន្លែងទី2ដែលក្រុមគ្រួសារនៃខ្ញុំនឹងមានគម្រោងទៅបន្តទៀតចាអញ្ចឹងរងចាំមើលទាំងអស់គ្នាថាតើពួកខ្ញុំនឹងទៅណាបន្តទៀតអូខេអរគុណច្រើនបាយបាយ